បំពងសាច់ដើម្បីឲ្យមានរសជាតិឆ្ងាញ់ឈ្ងុយហើយស្រួយបានយូរនោះអញ្ចឹងគឺយើងត្រូវការជាមួយនឹងសាច់ជ្រូក3ជាន់1គីឡូមកហើយបន្ទាប់មកគឺយើងយកមកហាន់វាជាបន្ទះស្ដើងមកល្មមទៅហើយបន្ទាប់មកយើងយកមកលាយគ្រឿងគឺដាក់ខ្ញីដាក់គល់ខ្ទឹមហើយស្ករម្រេចហើយនឹងប្រេងខ្យងយើងប្រឡាក់ចូលគ្នាឲ្យសព្វមកហើយសព្វហើយយើងទុកវាមួយស្ទុះទៅបានយើងគោះពងមាន់3គ្រាប់មកយើងដាក់ជាមួយនឹងលឹកខ្ទឹមយើងច្របល់ចូលគ្នាឲ្យសព្វទៅបានយើងយកទៅស្រោចជាមួយនឹងសាច់របស់យើងស្រោចជាមួយសាច់ហ្នឹងគឺយើងបន្ថែមជាមួយនឹងល្ងមានល្ងហើយជាមួយនឹងម្សៅបំពងហើយនឹងស្លឹកខ្ទឹមតមកយើងបន្ថែមនឹងទឹកមកហើយយើងច្របល់ចូលគ្នាឲ្យសព្វហើយបានយើងបន្ថែមជាមួយនឹងប្រេងបន្តិចមកឲ្យសព្វចូលគ្នាមកហើយបន្ទាប់មកទៀតបានយើងដាក់ប្រេងយើងឲ្យក្តៅមកបានយើងដាក់សាច់យើងចូលទៅក្នុងខ្ទះឬក៏ចូលទៅក្នុងឆ្នាំងហ្នឹងមកហើយបំពងវាតែម្ដងនៅពេលដែលឆ្អិនហើយគឺយើងលើកចេញមកឈ្ងុយហើយស្រួយទៀតចារសជាតិឆ្ងាញ់មែនតើចាបងប្អូនឆ្ងាញ់មែនតើយើងអាចយកទៅញ៉ាំទទេក៏បានយើងយកទៅញ៉ាំជាមួយនឹងបាយក៏បានដែរគឺរសជាតិវាឆ្ងាញ់វីតាមីនជំនួយច្បែកជួយបំបត្តិជាំបំបត្តិស្នាមហើយនឹងបំបត្តិជ្រួញធ្វើឲ្យមុខសរលោងស្អាតបងប្អូនអាចប្រើវីតាមីននេះបានចា៎